អរគុណបាទបងខាងគូភ្លេងបាទសម្រាប់បន្តិចណាបាទចោះហូបបាយហូបទឹកបន្តិចបាទចាំខ្ញុំផ្សាយបន្តិចអរគុណបាទគណៈពេលនេះពីក្រុមតន្ត្រីក៏សូមអនុញ្ញាតបាទគោរពជម្រាបសួរដល់វត្តមានអាយរំលោកជុំទាវភ្ញៀវកិត្តិយសបាទទីចិត្តទីឆ្ងាយដែលបានអញ្ជើញចូលរួមបាទផ្ដល់មហាកិត្តិយសដល់ឧត្តមក្នុងថ្ងៃបាទរៀបមង្គលជ័យគូស្វាមីបាទភរិយាថ្មីបាទនៅក្នុងទឹកដីបាទភូមិស្វាយមាសឃុំវិហារសួរស្រុកសាច់កដាលខេត្តកណ្ដាលបាទអរគុណច្រើនណាស់គេថាភ្ញៀវកិត្តិយសអាយរំលោកជុំទាវបាទអញ្ជើញចូលរួមបានច្រើនបាទកោះកតែម្ដងបាទនៅក្នុងផ្ទះក៏មានខាងនេះក៏មានបាទច្រើនមែនទែនបើថាណែនតាន់តាប់តែម្ដងអរគុណណាស់បាទហើយភីគ្រីរបស់យើងបានអញ្ជើញចូលរួមបាទជាបន្តបន្ទាប់បាទបងប្អូនខ្លះក៏គាត់ទៅអញ្ជើញមកដល់បាទបងប្អូនភីគ្រីខ្លះបានអញ្ជើញមកមុនបាទដោយសារផ្ទះនៅក្បែរហ្នឹងណាបាទហើយក៏បានពិសាភោជនីយហាដែលរីជាតិបាទឈ្ងុយឆ្ងាញ់បាទពីខាងបងចុងភៅផងដែរបាទហើយបន្តពីការបាទទទួលទានបាទឆ្អែតបាទរួចមកហើយយើងនឹងមានកម្មវិធីបាទរំលេងកំសាន្តតែម្ដងបាទតាំងពីចង្វាក់រំវង់ក្បាច់សារវ័នកត្រឹមឡាំលាវបាទញាក់អញ្ចឹងមកបាទសបាយក្នុងពេលរាត្រីនេះបាទភ្ញៀវកិត្តិយសអាចកំងបានណាបាទចង់រំវង់ចង់ក្បាច់ចង់មកឌីសូនបាទមានគ្រប់ចង្វាក់តាមតម្រូវការបាទភ្ញៀវកិត្តិយសបាទសបាយទាំងអស់គ្នាបាទក្នុងពេលរាត្រីនេះបាទរហូតដល់ចប់ហើយពីក្រុមមន្ត្រីក៏សូមអរគុណដល់លោកម្ចាស់កម្មវិធីធំផងដែរដែលបានផ្ដល់កិត្តិយសដល់តន្ត្រីយើងខ្ញុំមកសម្ដែងក្នុងកម្មវិធីបាទរៀបមង្គលជ័យគូស្វាមីបាទនៅថ្ងៃនេះបាទពីក្រុមមន្ត្រីក៏សូមជូនពរបាទកូនកំឡោះកូនកំមុំបាទបន្ទាប់ពីរៀបអាពាហ៍ពិពាហ៍រួចមករោគទទួលទានមានបានបាទរហូតបាទចេះតែមានចេះតែបានទៅរហូតតែអរគុណច្រើនមែនទែនបាទទៅណាមកណាឲ្យសុខសប្បាយបាទហើយខាងតន្ត្រីយើងខ្ញុំជានិយាយទៅបាទជាថ្ងៃនេះជាដូចជាខូបបាទឆ្នាំទៅខែ12ថ្ងៃទី28នេះមកស្វាយមាសឥឡូវខែ12ថ្ងៃទី20គត់មកស្វាយមាសទៀតបាទសង្ឃឹមថារាត្រីសង្ឃឹមថាទៅមុខទៀតបាទភ្ញៀវកិត្តិយសបាទនឹងបន្តការគ្រប់គ្រងរហូតបាទវិជាបន្តទៀតបាទនៅខាងស្វាយមាសអរគុណណាស់អរគុណដល់បាទលោកចាស់កម្មវិធីធំថ្ងៃនេះបាទគ្រប់គ្រាន់មែនទែនបាទមហូបអាហារបាទពីតុកបាទឆ្អែតបាទបាយតាំងពីល្ងាចរហូតបាទដល់ល្ងាចទៀតអរគុណខ្លាំងមែនទែនអរគុណបើសិនជាភ្ញៀវកិត្តិយសអាយដាមលោកជំទាវមានចំណាប់អារម្មណ៍ខាងតន្ត្រីពុទ្ធីថេនបាទនៅខាងក្រុងសួងបាទតម្លៃសមរម្យបាទសម្រាប់បាទឱកាសបាទចូលឆ្នាំសកលខាងមុខនេះបាទនឹងមានបញ្ចុះតម្លៃបាទតុនតែម្ដងបាទក្នុងទឹកដីបាទខាងវិហារសួរយើងបាទមានឆាកតូចឆាកធំបាទតាមតម្រូវការភ្ញៀវកិត្តិយសបាទតំណែងតំណងអាស័យដ្ឋាននៅខាងក្រុងសួងខេត្តត្បូងឃ្មុំឬក៏តំណែងតំណងតាមលេខទូរស័ព្ទបាទខ្សែទី1បាទ0973361 កាកុដបាទខ្សែទី2 077538100ឬក៏ភ្ញៀវកិត្តិយសបាយរំលោកជំទាវរបស់យើងបាទសើចដាក់ប្រព័ន្ធ YouTube បាទ Facebook Page ដាក់តន្ត្រីវុធីថែនចឹងមកបាទឃើញកម្រងវីដេអូនៅក្នុងនោះបាទរុជ្ជការស្រាច់ព្រមទាំងអាស័យដ្ឋាននិងលេខទូរស័ព្ទបាទងាយស្រួលតំណែងតំណងខ្លាំងមែនទែនណាអរគុណដល់លោកម្ចាស់កម្មវិធីដែលបានពេញចិត្តបាទជ្រើសរើសយកចុងភៅបាទចុងភៅដែលនៅខាងនេះដែលមានអាស័យដ្ឋាននៅភូមិត្បូងដំរីឃុំកំពង់ចម្លងស្រុកសាច់កដាលខេត្តកណ្ដាលបាទឃើញថាមានមុខម្ហូបច្រើនបាទតាំងពីល្ងាចរហូតដល់ព្រឹកដល់ថ្ងៃដល់ល្ងាចទៀតបាទរោងរៀបចំឲ្យស្អាតបាទមុខម្ហូបបាទដាហូបទៅគឺមានរសជាតិបាទឈ្ងុយឆ្ងាញ់មែនទែនបាទពុកម៉ែបងប្អូនឯកឧត្តមលោកជំទាវភ្ញៀវគ្រារបស់យើងបាទមានកម្មវិធីតូចធំក្តីអាចតំណែងតំណងបាទជាមួយចុងភៅបាទរបស់គាត់បានបើតារោងរៀបចំឲ្យស្អាតបាទសម្ភារៈប្រើប្រាស់បាទថ្មីតែម្ដងអរគុណបាទអញ្ចឹងកុំឲ្យបាទខាតពេលវេលាយូរបាទសូមនាំអារម្មណ៍ភ្ញៀវគ្រាបាទសម្រាប់នឹងបទចម្រៀងជាមួយបណ្ឌតន្ត្រីបាទជាបន្តបាទអរគុណបាទគ្រប់អញ្ជើញគ្រូភ្លេងមិញដេញចុះឥឡូវហៅឡើងវិញបាទមកចុះមកបន្តិចហ្នឹងមកឡើងហូបបាយថែមទៀតហើយហើយឆាកចង់ផ្អៀងមកខាងបាទហូបច្រើនពេកបាទលោកសវណ្ណរងបាទលោកពូសវណ្ណរងបាទគោរពអញ្ជើញបងឡើងបកស្រាយបទចម្រៀងបាទពីបទបាទបទតែមួយដែលមានចំណងជាងថាសัตว์ចាប់យំចេញបាទរំវងណាបាទទីបទទី2សេរីសុភ័ណ្ឌអរគុណបាទគោរពអញ្ជើញបាទបងប្រុសបាទក៏ដូចជាលោកពូបាទសវណ្ណរងបាទឡើងបកស្រាយបទចម្រៀងបាទ
ឲ្យបងប្អូនយើងបាទសម្ដាប់នៅក្នុងរាត្រីនេះម្ដងបាទយូរមានម្ដងណាបងណាបាទដាក់មកឆ្ងាញ់ណាបាទ